ថ្លាឆ្លងគ្រាប់ពេជ្រនិមលមិនមែនជារតនាក្នុងរឿងព្រេងអាយតែជារិស្មីដែលបំភ្លឺស្នេហ៍ខ្ញុំក្នុងលោកដែលងងឹតសូនសងបងប្រៀបដូចជាអ្នកដំណើរអាយដែលបានរកឃើញកំណប់ថ្លៃអោតណាបងដ៏មានតម្លៃមិនអាចកាត់ថ្លៃដោយមាសប្រាក់អូនគឺជានាឡិកាដែលឃ្លាំមើលបេះដូងបងគ្រប់វិធីដែលយើងមានគ្នារតនាអូនគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលកាលយើងចាប់ផ្ដើមដំបូងបងមិនដឹងថាជីវិតមានន័យអ្វីទេរហូតដល់ពន្លឺនៃភ្នែកអូនបានចាំងចូលមកក្នុងចិត្តដូចទឹកសន្សើមដែលស្រក់លើស្លឹកឈើផ្ដល់ភាពត្រជាក់ដល់ផែនដីស្ងួតហើយអោតណាបងដ៏មានតម្លៃមិនអាចកាត់ថ្លៃដោយមាសប្រាក់អូនគឺជានាឡិកាដែលឃ្លាំមើលបេះដូងបងគ្រប់វិធីដែលយើងមានគ្នារតនាអូនគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលទោះពេលវេលាដើរទៅមុខទោះពិភពលោកប្រែប្រួលយ៉ាងណារតនាបងនៅតែភ្លឺថ្លា